Wallets សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គសិក្សានេះម្ដងទៀតការជ្រើសរើស wallet ត្រឹមត្រូវគឺសំខាន់បំផុតសម្រាប់សុវត្ថិភាពក្នុង cryptocurrency trading wallet គឺជាកន្លែងសម្រាប់រក្សាទុក cryptocurrency និងផ្ញើឬទទួលការទូទាត់ crypto មាន wallet ជាច្រើនប្រភេទដូចជា online wallet desktop wallet paper wallet hardware wallet និង mobile wallet online wallet ត្រូវបានបង្កើតនិងគ្រប់គ្រងដោយ third party លើអ៊ីនធឺណិតដោយសារតែ private key ត្រូវបានគ្រប់គ្រងដោយអ្នកផ្សេងវាអាចប្រឈមនឹងការ hack បាន desktop wallet ត្រូវបានដំឡើងនៅលើកុំព្យូទ័រនិងអាចប្រើបានតែលើ device នោះប៉ុណ្ណោះ hardware wallet រក្សាទុក private key នៅលើ hardware device ដូចជា USB ដោយសារតែវាមិនភ្ជាប់អនឡាញជានិច្ច hardware wallet ត្រូវបានចាត់ទុកថាមានសុវត្ថិភាពខ្លាំង paper wallet គឺជាការរក្សាទុក private key នៅលើក្រដាសដែលផ្ដល់សុវត្ថិភាពខ្ពស់ mobile wallet ប្រើប្រាស់តាម app នៅលើទូរស័ព្ទឬ tablet អ្នកអាចប្រើ cryptocurrency ដើម្បីទិញទំនិញឬបង់ប្រាក់នៅហាងដែលទទួល crypto wallet នីមួយៗមានអត្ថប្រយោជន៍ខុសៗគ្នាអាស្រ័យលើតម្រូវការរបស់អ្នកកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ Okay, let's go.